ថ្នាំព្យាបាលជំងឺថប់បារម្ភប្រើយូរទៅធ្វើឲ្យញៀនអស់ព្រោះអ្នកជំងឺមួយចំនួនគាត់បារម្ភអត់ហ៊ានមកព្យាបាលដោយសារតែខ្លាចហូបថ្នាំទៅញៀនពិបាកក្នុងការឈប់ឬក៏ឈប់អត់បានខ្ញុំអាចនិយាយថាថ្នាំព្យាបាលជំងឺថប់បារម្ភភាគច្រើនមិនបង្កឲ្យញៀនទេប៉ុន្តែមានថ្នាំមួយក្រុមដែលមានហានិភ័យធ្វើឲ្យញៀនហើយត្រូវតែប្រុងប្រយ័ត្នគឺជាពពួកក្រុមថ្នាំដែលគ្រាន់តែលេបដើម្បីទប់អាការៈភ័យស្លន់ស្លោភ្លាមៗឬក៏ថ្នាំទប់អាការៈស្រើតដែលពាក្យសាមញ្ញយើងហៅថាថ្នាំរងាប់អារម្មណ៍នៅពេលដែលយើងមានអាការៈភ័យស្លន់ស្លោខ្លាំងគ្រូពេទ្យអាចឲ្យថ្នាំនឹងយកមកប្រើប្រាស់ដើម្បីធ្វើឲ្យខួរក្បាលយើងស្ងប់ភ្លាមៗក្នុងរយៈពេលតែ15ទៅ30នាទីប៉ុណ្ណោះបើសិនបើយើងប្រើប្រាស់ថ្នាំនឹងរាល់ថ្ងៃក្នុងរយៈពេលយូរលើសពី1ខែឬក៏2ខែឡើងទៅរាងកាយចាប់ផ្ដើមស៊ាំជាមួយថ្នាំហើយត្រូវតែតម្លើងកម្រិតថ្នាំឲ្យកាន់តែខ្ពស់ដើម្បីឲ្យបាត់ភ័យបើយើងឈប់លេបភ្លាមៗវាធ្វើឲ្យជំងឺយើងរើឡើងវិញខ្លាំងជាងមុនថ្នាំទាំងអស់ហ្នឹងស្ថិតនៅក្នុងក្រុម Benzodiazepine ឧទាហរណ៍ដូចជាថ្នាំ Alprazolam ថ្នាំ Diazepam ថ្នាំ Lorazepam និង Clonazepam តែថ្នាំនេះអាចយកមកប្រើប្រាស់បានក្នុងកំឡុងពេលដែលយើងធ្វើទុកអត់សូវស្រួលខ្លួនគេប្រើប្រាស់ក្នុងរយៈពេលខ្លីត្រឹមតែ2 3ថ្ងៃទេឬក៏ត្រឹមតែ2 3សប្តាហ៍ទេឬក៏យើងអាចលេបនៅពេលដែលយើងមានអាការៈស្រើតរើឡើងខ្លាំងប៉ុណ្ណោះប្រើបែបហ្នឹងសុវត្ថិភាពប៉ុន្តែបើប្រើខុសពីហ្នឹងទៅអាចបង្កហានិភ័យធ្វើឲ្យញៀនត្រូវតែប្រុងប្រយ័ត្នថ្នាំដែលព្យាបាលចម្បងមែនទែនដែលយើងអាចប្រើប្រាស់រយៈពេលវែងបានអត់ញៀនទាល់តែសោះមានពពួកថ្នាំក្រុម SSRI ឬក៏ SNRI ដូចជាពពួកថ្នាំ Escitalopram ថ្នាំ Sertraline ឬ Fluoxetine លេបទៅមិនបាត់ភ័យភ្លាមៗដូចក្រុមថ្នាំខាងលើទេប៉ុន្តែវាត្រូវការរយៈពេល2ទៅ4សប្តាហ៍ដើម្បីចាប់ផ្ដើមមានប្រសិទ្ធភាពហើយវាធ្វើការកែសម្រួលសារធាតុគីមីក្នុងខួរក្បាលយើងយឺតប៉ុន្តែរឹងមាំក្រុមថ្នាំហ្នឹងអត់ឲ្យយើងមានអារម្មណ៍ថាចង់ប្រើវាឬក៏ញៀនតតែសោះបើទោះបីជាយើងលេបវាដល់6ខែឬក៏1ឆ្នាំក៏ដោយនៅពេលដែលខួរក្បាលយើងរឹងមាំពីទូទៅគ្រូពេទ្យនឹងបញ្ឈប់ការប្រើប្រាស់ថ្នាំហើយចុះបើសិនជាថ្នាំនឹងអត់ញៀនទេមិនបានកំពុងតែលេបថ្នាំហើយឈប់ថ្នាំទៅស្រាប់តែធ្វើទុកអត់ស្រួលអញ្ចឹងមនុស្សភាគច្រើនគាត់គិតខ្លួនឯងថាគាត់ញៀនថ្នាំពីព្រោះនៅពេលដែលគាត់សម្រេចចិត្តឈប់លេបថ្នាំនឹងភ្លាមៗគាត់នឹងមានអាការៈវិលមុខញ័រទ្រូងធីងថងមួម៉ៅឬក៏គេងអត់លក់នៅក្នុងក្បួននេះមិនមែនជាការញៀនទេប៉ុន្តែវាជារោគសញ្ញានៃការដាច់ថ្នាំសម័យមើលថាអ្នកដែលធ្លាប់តែមានថ្នាំជួយសម្រួលថ្ងៃនៅពេលដែលគាត់កាត់ផ្ដាច់ថ្នាំភ្លាមៗ 100% ជាងខួរក្បាលគាត់កែសម្រួលឬក៏សម្របខ្លួនជាមួយនឹងការអត់ថ្នាំអត់បានទេដែលធ្វើឲ្យខួរក្បាលគាត់ងាយងាយឬក៏មានអាការៈរំជួលរំជើលអញ្ចឹងហើយជានិច្ចកាលគ្រូពេទ្យហាមដាច់ខាតអត់ឲ្យអ្នកជំងឺឈប់ថ្នាំដោយខ្លួនឯងទេប៉ុន្តែនៅពេលដែលគាត់ធូរសះស្បើយពីជំងឺគ្រូពេទ្យនឹងណែនាំឲ្យគាត់បន្ថយថ្នាំបន្តិចម្ដងឧទាហរណ៍ពី2គ្រាប់មក1គ្រាប់កន្លះមក1គ្រាប់ឬក៏កន្លះគ្រាប់ហើយបញ្ឈប់ទៅក្នុងរយៈពេល2ទៅ3សប្តាហ៍មុននឹងឈប់ដាច់ដើម្បីឲ្យខួរក្បាលគាត់អាចសម្របខ្លួនជាមួយនឹងស្ថានភាពដែលគាត់អត់ថ្នាំបានសូមប្រាប់ញ៉ាំទាំងអស់គ្នាថាថ្នាំព្យាបាលជំងឺផ្លូវចិត្តប្រៀបបានដូចជាឈើច្រត់ចឹងថ្នាំនឹងជួយនៅពេលដែលជើងក្រិចឬក៏បាក់ពេលដែលជើងយើងជាសះស្បើយរឹងមាំឡើងវិញហើយយើងលែងត្រូវការជឿជាប់ទៀតហើយយើងអាចបោះជឿជាប់ចោលបានយើងអាចដើរលើខ្លួនឯងបានកុំខ្លាចក្នុងការប្រើប្រាស់ថ្នាំអសោះសម្រាប់ការព្យាបាលមានការអីអ្នកទាំងអស់គ្នាអាចពិភាក្សាព្យាបាលជាមួយនឹងគ្រូពេទ្យឯកទេសជំនាញបាន